បានលោកនាងជាទីមេត្រីប្រជាប្រដ្ឋនិងអ្នកខ្លោមើលបញ្ហាសង្គមលើកឡើងថាបកកណ្ដាលអំណាចនឹងបន្តបាត់បង់ប្រជាប្រិយភាពកាន់តែខ្លាំងដោយសារតែការរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនឹងមិនបានបំពេញកាតព្វកិច្ចឲ្យបានត្រឹមត្រូវនៅក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋទោះបីជាយ៉ាងណាគណៈបកកណ្ដាលអំណាចថាប្រជាប្រិយភាពរបស់ខ្លួនមិនបានស្រុតចុះដោយការចោទប្រកាន់នោះឡើយបានពីរដ្ឋធានីវ៉ាស៊ីនតោនលោកជាតិចំណានរាយការណ៍ព័ត៌មាននេះប្រជាពលរដ្ឋនិងអ្នកខ្លំមើលសង្គមសង្កេតឃើញថារយៈពេលជាងពាក់កណ្ដាលអាណត្តិដែលគណៈបកប្រជាជនកម្ពុជាបានក្តោបផ្ដាប់អំណាចតឯងហាក់មិនគិតពីផលប្រយោជន៍ជាតិជាធំនោះទេគឺគិតតែពីប្រយោជន៍បកជាធំទៅវិញពួកគេថាគណៈបកកាន់អំណាចកំពុងប្រឹងកំទេចគណៈបកប្រឆាំងឲ្យរវល់ប្រឹងបញ្ចូលបកពួកកូនចៅចំនួនក្រោយទៅក្នុងសមាជិកបកដើម្បីបន្តអំណាចផ្ដាច់ការយូរអង្វែងទៀតពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងលោកសំណាងរៀបរាប់ថារដ្ឋាភិបាលឯកបកដឹកនាំដោយគណៈបកប្រជាជនកម្ពុជាកំពុងតែជិះសេះលែងដៃដោយមិនបានខ្នះខ្នែងដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋដើម្បីទាញប្រជាប្រិយភាពនយោបាយតាមបែបប្រជាធិបតេយ្យឡើយលោកបន្តថាគណៈបកកណ្ដាលអំណាចកំពុងប្រើវិធីគ្រប់បែបយ៉ាងទោះបីជាមិនស្របច្បាប់ក៏ដោយដើម្បីបំបិទសម្លេងប្រឆាំងឬសម្លេងរិះគន់ហើយទង្វើនេះកាន់តែធ្វើឲ្យប្រជាពលរដ្ឋភាគច្រើនមិនពេញចិត្តនឹងខឹងសម្បារដ្ឋាភិបាលនឹងគាត់គិតពីប្រជាប្រិយភាពអត់មានទេគឺគេលែងគិតហើយគឺគេជិះសេះលែងដៃហើយគេលែងខ្វល់រឿងប្រជាប្រិយភាពលែងខ្វល់រឿងឈ្នះឆ្នោតមិនឈ្នះឆ្នោតទេព្រោះអីពួកគេនឹងគឺគេខ្វល់តែមួយយ៉ាងទេគឺខ្លាចតែមានដៃគូប្រកួតប្រជែងធំមួយមកប្រកួតទេតែចំពោះបកតូចតាចចាប់ដាក់អស់ទាំងនេះគឺគេអត់ខ្វល់ទេព្រោះអីបករណបទេមិនមែនជាបកនឹងដើម្បីប្រកួតប្រជែងឬក៏ជាបកប្រឆាំងដើម្បីស្ថាបនាអីទេចំណែកសកម្មជនគណៈបកសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅឯប្រទេសថៃលោកស្រីត្រីសៀងអ៊ីយល់ថាទង្វើរបស់គណៈបកកណ្ដាលអំណាចសពថ្ងៃនេះកាន់តែឃោរឃៅដោយបន្តធ្វើទុកបុកម្នេញឥតឈប់ឈរលើសកម្មជនសង្គមនិងសកម្មជននយោបាយប្រឆាំងរួមទាំងក្រុមគ្រួសាររបស់ពួកគេផងដែរលោកស្រីជឿថាប្រជាពលរដ្ឋភាគច្រើនកំពុងមានកំហឹងពុះកញ្ជ្រោលចង់ផ្លាស់ប្ដូររបបលោកហ៊ុនសែនដែលអសមត្ថភាពដោះស្រាយបញ្ហាជូនពលរដ្ឋគណៈបកប្រជាជនគឺខ្លាចពលរដ្ឋពួកអីពលរដ្ឋអត់គ្រប់គ្រងមេដឹកនាំដែលផ្ដាច់ការមេដឹកនាំដែលនាំភាពខ្វះខាតឲ្យពលរដ្ឋទេហើយគ្រាន់តែស្រែកថាសន្តិភាពហើយសរុបជារួមនឹងគឺខ្ញុំគិតថាគណៈបកប្រជាជនខ្លាចខ្លួនឯងព្រោះខ្លួនឯងធ្វើអំពើអាក្រក់ទៅលើប្រទេសជាតិទៅលើពលរដ្ឋជាតិសាសន៍របស់ខ្លួនចា៎ហើយគាត់ជាអាយ៉ងអ្នកដតីអញ្ចឹងចង់មិនចង់បើមានការប្រកួតប្រជែងត្រឹមត្រូវតាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដមានការបោះឆ្នោតដោយសេរីយុត្តិធម៌ខ្ញុំសង្ឃឹមថាគណៈបក្សសង្គ្រោះជាតិនឹងដំណើរការដឹកនាំប្រទេសបានដោយមានសម្លេងគាំទ្រពីពលរដ្ឋទាំងអស់ស្តីងគ្នានេះប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញដែលសូមមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាពមើលឃើញថាគណៈបកកណ្ដាលអំណាចមិនយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតនោះទេប៉ុន្តែជាប់រវល់ធ្វើបាបពលរដ្ឋដែលហ៊ានបញ្ចេញមតិឬពលរដ្ឋណាដែលមិនគាំទ្រខ្លួនហើយអង្គុយបកស្រាយតាមទំនឹងចិត្តនៅក្នុងសង្គមបច្ចុប្បន្ននេះខ្ញុំមើលទៅវាមានតែការវាយតបធ្វើបាបប្រជាពលរដ្ឋទុនខ្សោយហើយគាត់ធ្វើហាក់បីដូចមើលទៅគាត់ដូចគ្មានចង់បានប្រជាប្រិយភាពអីទេបើសិនជាគាត់ចង់បានប្រជាប្រិយភាពមែនទី1ដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋកុំឲ្យប្រជាពលរដ្ឋរាល់ថ្ងៃនៅតែដើរស្រែកពិសេសគឺបញ្ហាដីធ្លីអីចឹងហើយរាល់ថ្ងៃនេះដូចជាការប្រកបមុខរបរផ្សេងហ្នឹងប្រជាពលរដ្ឋលំបាកខ្លាំងដោយសារជំងឺ Covid ផងហើយនឹងការជួញដូរមុខរបរផ្សេងហ្នឹងគឺពិបាកមែនទែនប្រជាពលរដ្ឋលើកឡើងថាមានសកម្មភាពជាច្រើនដែលរុញទម្លាក់ប្រជាប្រិយភាពគណៈបកកណ្ដាលអំណាចក្នុងនោះមានដូចជាអំពើអយុត្តិធម៌ក្នុងសង្គមអំពើពុករលួយការដណ្ដើមដីធ្លីរបស់ពលរដ្ឋហើយតុលាការផ្ដល់យុត្តិធម៌ឲ្យតែខាងនាយទុននិងក្រុមអ្នកមានអំណាចខ្វះការយកចិត្តទុកដាក់ដល់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកសិករនៅតែគ្មានទីផ្សារលក់កសិផលជាដើមលើសពីនេះរបបក្រុងភ្នំពេញគ្មានការទទួលខុសត្រូវដោយបណ្ដាលឲ្យបាត់បង់ EBA ដែលផ្ដល់ប្រយោជន៍ធំធេងសម្រាប់ជាតិនិងប្រជាជនការទទួលស្គាល់ការបោះបង្គោលព្រំដែនទាំងតក់ក្រហល់និងស្ងប់ស្ងាត់ជាមួយនឹងវៀតណាមហើយការកាត់បឹងទន្លេនិងដីព្រៃឲ្យឈ្មួញរកស៊ីធំដោយមិនបង្ហាញតម្លាភាពរបបក្រុងភ្នំពេញក៏បានបង្ក្រាបនិងចាប់ខ្លួនអ្នកនយោបាយប្រឆាំងសកម្មជនសិទ្ធិមនុស្សសកម្មជនសង្គមនិងបរិស្ថានព្រះសង្ឃយុវជននិងអ្នកសារព័ត៌មានដាក់ពន្ធនាគារជាបន្តបន្ទាប់ដោយសារតែពួកគេប្រើប្រាស់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្លួនឆ្លើយតបនឹងការរិះគន់នេះអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានអះអាងថារដ្ឋាភិបាលមានសមត្ថភាពដឹកនាំប្រទេសមិនឲ្យជួបបញ្ហាធំដូចប្រទេសផ្សេងៗនោះទេ
ទោះបីជាមានជំងឺ COVID-19 ក្តីនិងការដក EBA 20% ក្តីលោកបញ្ជាក់ថារដ្ឋាភិបាលនឹងបន្តចាត់វិធានការបង្ក្រាបទៅលើក្រុមអ្នកនយោបាយប្រឆាំងបន្តទៀតដែលមិនផ្ដល់ឱកាសឲ្យពួកគេងើបឡើងប្រឆាំងរដ្ឋាភិបាលបានឡើយអ្នកនាំពាក្យគណៈបកកណ្ដាលអំណាចរូបនេះអះអាងថាមានមូលហេតុជាច្រើនដែលធ្វើឲ្យពលរដ្ឋបន្តជឿជាក់និងគាំទ្រគណៈបកប្រជាជនកម្ពុជាក្នុងនោះមានដូចជាពលរដ្ឋនៅតែដឹងគុណថ្ងៃ7មករានិងកម្មវិធីនយោបាយឈ្នះឈ្នះ សមិទ្ធផលសំខាន់គឺទី1គណៈបកប្រជាជនមានសមត្ថភាពនិងលទ្ធភាពការពារនិងរក្សាបាននូវសន្តិភាពពេញលេញសម្រាប់ប្រទេសជាតិទី2គណៈបកប្រជាជនមានសមត្ថភាពការពាររដ្ឋធម្មនុញ្ញការពារព្រះមហាក្សត្រការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដែលគុំទាមក្រៅច្បាប់មានគំនិតអាក្រក់ក្នុងការបដូររំលំរបបបច្ចុប្បន្ននេះហើយចង់ផ្លាស់ប្ដូររបបដែលតាមរយៈនេះបានរាជរដ្ឋាភិបាលគណៈបកប្រជាជនបានមានវិធានការរំលាយចោលអតីតបកប្រឆាំងដែលមាននយោបាយចង់មហន្តរាយដល់ប្រទេសជាតិនិងប្រជាជនផ្ទុយពីការលើកឡើងនេះមន្ត្រីជាន់ខ្ពស់ផ្នែកអង្គការនឹងតស៊ូមតិនៃអង្គការ Confrel លោកកនសវាងមានប្រសាសន៍ថាការដែលរដ្ឋាភិបាលរារាំងមិនឲ្យគណៈបកសង្គ្រោះជាតិចូលរួមប្រកួតប្រជែងក្នុងឆាកនយោបាយហើយខិតខំបន្តបំបិទមិនឲ្យមានការប្រើប្រាស់សិទ្ធិនិងសេរីភាពការបំផិតបំភ័យបង្ក្រាបនិងការចាប់ចងអ្នកប្រឆាំងកន្លងមកគឺបង្ហាញថារដ្ឋាភិបាលមិនទុកចិត្តលើប្រជាប្រិយភាពរបស់ខ្លួនឯងគណៈបកកម្ពុជាបើទៅបើអត់មានការគ្រប់ជ័យទៅសេរីភាពអ្នកបានទៅបើយើងមានក្តីសង្ឃឹមខ្ពស់ហើយណាបាទអញ្ចឹងរឿងដែលត្រឹមត្រូវថាជាបរដ្ឋពេញចិត្តណាមិនមែនទៅលើបុគ្គលអ្នកម្នាក់អ្នកនិយាយការបុគ្គលម្នាក់អ្នកនិយាយគឺការលើកដំកើងជាការវិតម្លៃខ្លួនឯងទេការវិតម្លៃមួយដែលត្រឹមត្រូវថាគណៈបកណាមួយមានជាប្រិយភាពឬក៏ការទទួលទុកចិត្តពីបរដ្ឋគឺការបើកឲ្យការចូលរួមស្មើភាពគ្នាអានេះគឺជារឿងមួយដែលត្រឹមត្រូវណាបើសិនជាអត់បើកទេណាហើយរកវិធីឬក៏ចំណុចណាមួយដើម្បីបដិសេធភាគីម្ខាងទៀតហើយយើងស្រែជាស្អីទៅអាហ្នឹងប៉ុន្តែជាក់ស្ដែងគឺឆ្លុះបញ្ចាំងទៅលើសន្លឹកឆ្នោតទៅលើការប្រកួតប្រជែងណាចុងក្រោយមានការទទួលស្គាល់ដោយសហគមន៍ជាតិអន្តរជាតិទៅជាបរដ្ឋក៏អបសាទរទេសដៃដែរណាលោកកនសវាងបន្ថែមថាប្រទេសប្រជាធិបតេយ្យគឺអ្នកនយោបាយខ្លាចពលរដ្ឋគោរពនិងខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ដើម្បីបានផលតបស្នងមកវិញគឺផ្ដល់សន្លឹកឆ្នោតគាំទ្រចឹងកាលណាទាញបេះដូងបានទោះបីថាគណៈបកមួយមកញុះញង់មកធ្វើអីមកសេកមកសម្ដីមកនិយាយថាអូអានឹងវិធីបន្ទាត់មកជាទីផ្ដាច់គឺអត់អាចទៅបានទេហើយរឿងសំខាន់គឺរឿងបេះដូងចឹងប្រទេសជឿនលឿនជាដែលកាន់លទ្ធិប្រជាធិបតេយ្យហ្នឹងគេប្រើប្រាស់បេះដូងចឹងមានន័យថាគេខិតខំរកវិធីសាស្ត្រធ្វើម៉េចបំរើប្រជាពលរដ្ឋបីជាប្រយោជន៍ប្រជាពលរដ្ឋរបាយការណ៍នៃសកម្មភាពតំណាងរាស្ត្ររបស់គណៈបកប្រជាជនកម្ពុជាដែលចេញផ្សាយដោយអង្គការ Confrel កាលពីពាក់កណ្ដាលឆ្នាំ2020បង្ហាញថាប្រសិទ្ធភាពការងាររបស់រដ្ឋសភាឯកបកបានធ្លាក់ចុះបើធៀបនឹងរដ្ឋសភាពហុបកកាលពីអាណត្តិមុនព្រោះមិនឃើញតំណាងរាស្ត្រណាម្នាក់ក្នុងចំណោម125រូបនៃនីតិកាលទី6និយាយពីភាពអសកម្មរបស់អាជ្ញាធរដោះស្រាយបញ្ហាជូនពលរដ្ឋសួរដេញដោលពីការអនុវត្តច្បាប់និងសេចក្តីស្នើច្បាប់ក្នុងសម័យប្រជុំនោះឡើយប្រជាពលរដ្ឋមួយចំនួនវាតម្លៃថាប្រសិនបើមានការបោះឆ្នោតប្រកបដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ហើយបើកឱកាសឲ្យគណៈបកសង្គ្រោះជាតិចូលរួមប្រកួតប្រជែងឡើងវិញនោះគឺគណៈបកប្រជាជនកម្ពុជានឹងចាញ់ឆ្នោតដោយសារតែភាពអសកម្មនិងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរខ្ញុំបាទជាចំណានអាស៊ីសេរីពីរដ្ឋធានី Washington បានលោកនាងជាទីមេត្រីក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកកាត់ជំងឺ COVID-19 ចំនួន12អ្នកបន្ថែមទៀតនៅថ្ងៃទី1ខែមករានេះដែលសុទ្ធជាពលករឆ្លងដែនពីប្រទេសថៃមន្ត្រីសិទ្ធិមនុស្សស្នើពលករទាំងអស់នេះសហការជាមួយរដ្ឋាភិបាលនិងក្រសួងសុខាភិបាលនៅក្នុងការផ្តល់ព័ត៌មានប្រសិនបើសង្ស័យថាខ្លួនមានអាការៈមិនស្រួលខ្លួននិងអនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវក្រសួងសុខាភិបាលឲ្យដឹងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី1ខែមករាថាអ្នកជំងឺ COVID-19 ដែលជាពលករខ្មែរទាំងនោះមានអាយុចន្លោះពី24ឆ្នាំទៅ39ឆ្នាំមានអាស័យដ្ឋាននៅខេត្តបាត់ដំបងចំនួន2នាក់និងខេត្តប៉ៃលិនចំនួន10នាក់អ្នកជំងឺទាំងនេះកំពុងសម្រាប់ព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងនិងខេត្តប៉ៃលិនក្រោយរកឃើញករណីវិជ្ជមានជំងឺ COVID-19 លើពលករដែលទើបឆ្លងដែនមកពីប្រទេសថៃបែបនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាឲ្យកម្លាំងនគរបាលនៅតាមច្រកព្រំដែនកម្ពុជាថៃទាំងអស់ពិនិត្យនិងគ្រប់គ្រងឲ្យបានតឹងរ៉ឹងនិងត្រូវពិនិត្យកម្ដៅនិងធ្វើចតាឡេសាចំពោះពលករដែលឆ្លងដែនចូលមកកម្ពុជាលោកបញ្ជាទៅកងកម្លាំងទាំងអស់នៅតាមច្រកព្រំដែនឲ្យផ្អាកការដឹកជញ្ជូនពលករឆ្លងដែនទាំងអស់ចូលក្នុងប្រទេសកម្ពុជានិងតាមបណ្ដាខេត្តនានាដោយត្រូវឲ្យពលករទាំងអស់នោះធ្វើចតាឡេសានៅតាមខេត្តដែលជាប់ព្រំដែនទាំងអស់នោះវិញដើម្បីបញ្ជៀសការចម្លងជំងឺ COVID-19 ចូលក្នុងសហគមន៍
ហើយអាចប៉ាន់ស្មានគឺនឹងមានការកើនឡើងជាបន្តបន្ទាប់នៃចំនួនអ្នកឆ្លងដែលមន្ទីរពេទ្យខេត្តបាត់ដំបងអាចនឹងត្រូវរាប់រងជាមួយនឹងការព្យាបាលដែលត្រូវពិនិត្យពង្រឹងសមត្ថភាពនៃការព្យាបាលនៃមន្ទីរពេទ្យតាមខេត្តខ្ញុំក៏សូមយកឱកាសនេះដាក់ចេញបទបញ្ជាឲ្យបណ្ដាខេត្តនៅខាងក្រៅទាំងអស់ធ្វើការត្រួតពិនិត្យទៅដល់មូលដ្ឋានតើមានបងប្អូនដែលមកពីខេត្តមកពីប្រទេសថៃចូលមកដល់ប្រមាណនេះហើយត្រូវគ្រប់គ្រងឲ្យបានហ្មត់ចត់ហើយអ្នកដែលលួចចូលមកស្ងាត់ហើយមិនបានធ្វើចិត្តលេខមិនបានយកសំណាក់ចាំបាច់ត្រូវតែយកសំណាក់អាស៊ីសេរីបានព្យាយាមតាក់ទងទៅអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រីអវ៉ាន់ឌិនដើម្បីសួរនាំបន្ថែមអំពីករណីទប់ស្កាត់ជំងឺ Covid-19 ដែលកើតលើក្រុមពលករទាំងនេះតែទូរស័ព្ទចូលពុំមានអ្នកទទួលចំណែករដ្ឋលេខាធិការនឹងជាអ្នកនាំពាក្យមួយរូបទៀតនៃក្រសួងសុខាភិបាលអ្នកស្រីយុសម្បត្តិបញ្ជាក់ថាកំពុងរវល់ប្រជុំរួចចុចផ្ដាច់ទូរស័ព្ទគិតត្រឹមថ្ងៃទី1 ខែមករាពលករដែលឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញមានការជំងឺ Covid-19 14អ្នកហើយទោះបីជាយ៉ាងណាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប៉ាន់ស្មានថាអ្នកជំងឺ Covid-19 ដែលមកពីប្រទេសថៃអាចនឹងមានការកើនឡើងជាងនេះប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពលោកយងកំឯងមានប្រសាសន៍ថាពលករទាំងអស់នេះគួរតែបន្តនៅប្រទេសថៃមិនត្រូវឆ្លងដែនមកខុសច្បាប់នោះទេប៉ុន្តែលោកថាប្រសិនបើពួកគេមកដល់ប្រទេសកម្ពុជានោះពួកគេត្រូវគោរពឲ្យបានតាមវិធានការសុខាភិបាលដោយត្រូវចូលរួមសហការជាមួយអាជ្ញាធរនិងក្រសួងសុខាភិបាលដើម្បីការពារការចម្លងជំងឺកាចសាហាវមួយនេះចូលទៅក្នុងសហគមន៍ជាថ្មីម្ដងទៀតលោកបន្តថារដ្ឋាភិបាលគួរតែសម្រួលដល់ពួកគេនៅថវិការបបអាហារនិងការបង្កើនមជ្ឈមណ្ឌលចតាឡេស័កនៅតាមព្រំដែនឲ្យបានច្រើនផងដែរការធ្វើចតាឡេស័កនៅតាមច្រកព្រំដែនជាប្រការមួយសំខាន់ដើម្បីការពារការចម្លងមកដល់សហគមន៍ព្រោះចតាឡេស័កតាមផ្ទះហ្នឹងគឺធ្វើមិនបានទេបាទគាត់មិនអាចរស់នៅតែក្នុងផ្ទះរយៈពេល 4-10 ថ្ងៃហ្នឹងគាត់ធ្វើមិនបានទេប៉ុន្តែបើសិនគេរៀបចំកន្លែងចតាឡេស័កត្រឹមត្រូវនៅតាមច្រកព្រំដែនអីមានមន្ត្រីអភិបាលអីត្រឹមត្រូវរៀបចំការរស់នៅរបស់គាត់ឲ្យបានស្រួលបួលទៅថានឹងជារឿងមួយដែលយើងមិនព្រួយបារម្ភចំពោះការចម្លងចូលនៅក្នុងសហគមន៍លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអះអាងថាពលករខ្មែរទាំងឡាយដែលកំពុងធ្វើចតាឡេស័កនៅតាមតំបន់ព្រំដែននោះទទួលបានការទំនុកបម្រុងទាំងស្បៀងអាហារនិងការស្នាក់នៅពីរដ្ឋាភិបាលនិងអាជ្ញាធរខេត្តជាប់ព្រំដែនគិតត្រឹមថ្ងៃទី1 ខែមករាអ្នកមានជំងឺ Covid-19 សរុបនៅក្នុងប្រទេសកម្ពុជាមានចំនួន378នាក់អ្នកជាសះស្បើយមានចំនួន362នាក់និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន16នាក់បានលោកនាងជាទីមេត្រីអាស៊ីសេរីមានកិត្តិយសសូមជម្រាបជូនថាកម្មវិធីទូរទស្សន៍នឹងវិលមកជួបលោកនាងជាធម្មតាឡើងវិញចាប់ពីថ្ងៃច័ន្ទទី4 ខែមករាឆ្នាំ2021ខាងមុខនេះសូមលោកនាងកញ្ញាចូលរួមតាមដានទស្សនាការផ្សាយព័ត៌មានរបស់អាស៊ីសេរីកុំបីខានចំពោះកម្មវិធីវិទ្យុអាស៊ីសេរីដែលមានរយៈពេល1ម៉ោងនោះក៏ដំណើរការផ្សាយដោយធម្មតាដែរការផ្សាយតាមរយៈរលកធាតុអាកាសខ្លីឬ short wave ពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះនិងពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះលោកអ្នកនាងក៏អាចស្ដាប់ការផ្សាយផ្ទាល់នេះនៅលើ website ផ្លូវការរបស់វិទ្យុអាស៊ីសេរីដែលមានអាស័យដ្ឋាន rfa.org/khmer ឬស្ដាប់តាមការផ្សាយផ្ទាល់នៅលើ Facebook អាស៊ីសេរីដែលមានអាស័យដ្ឋាន facebook.com/rfa cambodia ឬតាម YouTube អាស៊ីសេរីដែលមានអាស័យដ្ឋាន youtube.com/rfa khmer videoចំពោះលោកអ្នកនាងដែលចង់អានឬស្ដាប់ឬទស្សនាព័ត៌មានវិទ្យុអាស៊ីសេរីតាមរយៈកម្មវិធី Facebook ឬ YouTube ក្នុងទូរស័ព្ទដៃសូមលោកអ្នកនាងស្វែងរកពាក្យថា RFA ខ្មែរទំព័រផ្លូវការរបស់វិទ្យុអាស៊ីសេរីគឺមានពាក្យថា RFA ខ្មែរនិងមានសញ្ញា Tick នៅខាងស្ដាំបាទសូមអរគុណបទសំភារបានលោកនាងជាទីមេត្រីអ្នកវិភាគនយោបាយលោកកឹមសុខអះអាងថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានឆក់ឱកាសជំងឺ Covid-19 ដែលកំពុងតែរាតត្បាតដើម្បីដោះស្រាយវិបត្តិផ្ទៃក្នុងគណៈបកកណ្ដាលអំណាចលោកបញ្ជាក់ថាបើសិនលោកហ៊ុនសែនមិនឆក់ឱកាសនៅពេលនេះទេគឺវិបត្តិនឹងកើតចេញពីផ្ទៃក្នុងបកនិងផ្ទៃក្នុងរដ្ឋាភិបាលរបស់លោកនឹងកាន់តែផ្ទុះឡើងខ្លាំងតើលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងគណៈបកប្រជាជនកម្ពុជា
កំពុងជួបវិបត្តិផ្ទៃក្នុងបែបណាខ្លះសូមលោកនាងស្ដាប់បទសម្ភាសន៍របស់លោកទីនសក្ករានិងលោកកឹមសុខអំពីបញ្ហានេះដូចតទៅលោកកំសងលោកបានលើកឡើងថាឥឡូវនេះរដ្ឋាភិបាលមានវិបត្តិផ្ទៃក្នុងហើយលោកហ៊ុនសែននឹងប្រើវិបត្តិកូវីដដើម្បីរុះរើផ្ទៃក្នុងរដ្ឋាភិបាលដែរហើយម្យ៉ាងវិញទៀតយើងឃើញការវិពេលថ្មីសម្រាប់ជួរគណៈបកវិញឃើញថាគណៈបកប្រជាជនកម្ពុជានឹងក៏បានតែងតាំងលោកហ៊ុនម៉ាណែតជាអនុប្រធានគណៈចលនាមហាជនអីថែមទៀតនៅក្នុងបកគឺជាតួនាទីមួយខ្ពស់បំផុតនៅក្នុងបកនឹងហើយទាំងអស់នេះមិនបង្ហាញថាលោកហ៊ុនសែនអាចធ្វើអ្វីក៏បានដែរមិនចាំបាច់ប្រើវិបត្តិកូវីដទេមិនចឹងទេបាទតាមពិតទៅលោកហ៊ុនសែនមិនចាំបាច់ប្រើវិបត្តិកូវីដក៏អាចដោះស្រាយបញ្ហាវិបត្តិអំណាចផ្ទៃក្នុងគាត់បានដែរក៏ប៉ុន្តែគ្រាន់តែតឹងខ្លាំងណាស់តឹងហ្នឹងពេលដែលគាត់ព្យាយាមរុះរើផ្ទៃក្នុងស្ថានភាពដែលមិនមានព័ត៌មានណាទៅបាំងណាគឺឲ្យប្រជាពលរដ្ឋមើលឃើញច្បាស់កាលណាប្រជាពលរដ្ឋមើលឃើញច្បាស់ប្រជាពលរដ្ឋនិយាយក៏ដូចជាលើកទឹកចិត្តមន្ត្រីរាជការឲ្យមើលឃើញច្បាស់ដូចគ្នានឹងមានប្រតិកម្មដូច្នេះហើយកាលណាកូវីដមកដល់គាត់សប្បាយគាត់យកកូវីដហ្នឹងលេងល្បែងកូវីដហ្នឹងដើម្បីធ្វើឲ្យស្ថានភាពកូវីដមើលទៅធំគេមើលឃើញតែកូវីដក៏ប៉ុន្តែការរុះរើក្នុងទ្រង់ទ្រាយធំមួយក្នុងគណៈបកប្រជាជនកម្ពុជាត្រូវប្រជាពលរដ្ឋមើលមិនទៅឃើញហើយសកម្មជនសង្គមក៏មិនទៅប្រតិកម្មដូច្នេះគាត់ធ្វើបានយ៉ាងងាយមកដល់ពេលបច្ចុប្បន្នដូចខ្ញុំបញ្ជាក់ខាងដើមថាលោកហ៊ុនសែនកំពុងតែពុះជ្រៀកផ្ទៃក្នុងរដ្ឋាភិបាលគាត់ក៏កំពុងតែពុះជ្រៀកដែរនៅក្នុងផ្ទៃក្នុងគណៈបកប្រជាជនកម្ពុជាថ្មីនេះគាត់បានលើកលោកហ៊ុនម៉ាណែតឲ្យមានតំណែងកាន់តែខ្ពស់គឺអនុប្រធានគណៈនៃចលនាមហាជនរបស់គណៈបកប្រជាជនកម្ពុជាជាស្ថាប័នដ៏សំខាន់មួយរបស់គណៈបកប្រជាជនកម្ពុជាហើយមានឥទ្ធិពលបំផុតក្នុងពេលហ្នឹងគាត់ចាប់ផ្ដើមរុះរើមនុស្សមួយចំនួននៅក្នុងផ្ទៃក្នុងគណៈបកប្រជាជនបាទដូចជាលោកស្រីបានសៃមុំដែលមិនមានគុណវុឌ្ឍទាល់តែសោះទៅធ្វើជាអភិបាលខេត្តករណីលោកស្រីបានសៃមុំនេះណាគឺជារឿងក្នុងគណៈបកប្រជាជនកម្ពុជាសុទ្ធសាធដែលដាក់ទៅដើម្បីជួយការពារអំណាចមូលដ្ឋានរបស់ក្រុមលោកហ៊ុនសែនហើយលោកស្រីបានសៃមុំនេះបើតាមមើលទៅក៏មានការងារមួយទៀតដែរគឺការងារជួយបម្រើចៅហ្វាយខាងកើតរបស់គាត់គឺយួរនឹងតែម្ដងបាទដូច្នេះវាជាចរន្តមួយដែលកើតឡើងជាបន្តបន្ទាប់ក្រោយពីលោកហ៊ុនសែនលេងល្បែងកូវីដកូនលោកសុកអានទាំង3នាក់កូនលោកគុនគីមកូនលោកអោមយិនទៀងត្រូវបានគេដាក់ទៅក្នុងតំបន់ដែលលោកសខេងលោកកៅកំយ៉ានកំពុងតែមានឥទ្ធិពលគឺនៅបាត់ដំបងនៅបន្ទាយមានជ័យនិងខេត្តភៀកខាងលិចនៃប្រទេសកម្ពុជាដូច្នេះកំពុងតែរៀបចំនៅអ្វីដែលជាមូលដ្ឋានជួយការពារអំណាចគ្រួសារត្រកូលហ៊ុនបាទហើយប្រសិនបើលោកហ៊ុនសែនមិនលេងល្បែងកូវីដនឹងយកមកបាំងទេណារឿងទាំងអស់ហ្នឹងវាទៅជារឿងអតិភិបហើយនឹងត្រូវប្រជាពលរដ្ឋទូទាំងប្រទេសនិយាយដូច្នេះហើយប្រតិកម្មវាកាន់តែខ្លាំងគាត់បារម្ភថាគណៈបកប្រជាជនក្នុងផ្នែកណាមួយហ៊ានតវ៉ាដូច្នេះគាត់ពិបាកទប់បាទលោកកំសត់បើសិនជាលោកហ៊ុនសែនប្រើកូវីដជាល្បែងនយោបាយមែនហើយយើងឃើញហើយការដែលកូវីដផ្ទុះឡើងវិញនៅកម្ពុជាពេលបច្ចុប្បន្នសំខាន់ការជួបជុំគឺមិនអនុញ្ញាតឲ្យមានទេគឺខ្លាចឆ្លងបើសិនជាក្នុងករណីបែបនេះមែនតើមិនប៉ះពាល់ដល់ការរៀបចំថ្ងៃ7មករាខាងមុខនេះដែលគណៈបកប្រជាជនកម្ពុជាតែងតែរៀបចំមានកម្លាំងមហាជនជួបជុំគ្នាធំមើលឃើញថាទី1បង្ហាញពីការសមាជិករបស់គណៈបកប្រជាជនកម្ពុជាមានច្រើនទី2ក៏បង្ហាញអំពីការដឹងគុណវៀតណាមដែរនោះទេបាទតើនឹងប៉ះពាល់ទេនឹងការរៀបចំនោះបាទលោកហ៊ុនសែនក៏ប្រើប្រាស់កូវីដដើម្បីដោះស្រាយបញ្ហានឹងដែរមែនទែនពីព្រោះអី7មករា1979កន្លងមកគណៈបកប្រជាជនលោកហ៊ុនសែនប្រកាសថាជាជោគជ័យនៃមិត្តភាពរវាងគណៈបកប្រជាជនកម្ពុជាហើយនិងបកកុម្មុយនីសយួនក៏ប៉ុន្តែយើងត្រូវរំលឹកប្រវត្តិសាស្ត្រថា7មករាគឺជាសត្រូវរបស់ចិនក្រោយថ្ងៃ7មករាលោកហ៊ុនសែនឡើងកាន់អំណាចគាត់វាយប្រហារចិនសម្បើមណាស់ប្រហៅចិនសុទ្ធតែជាពពួកអនុត្តរភាពវិទីនិយមចិនប៉េកាំងណាតែដូច្នេះហើយ7មករាគឺជាសត្រូវរបស់ចិនក៏ប៉ុន្តែក្នុងស្ថានភាពបច្ចុប្បន្នលោកហ៊ុនសែនកំពុងពឹងចិនពឹងអាវុធចិនពឹងលុយចិនពឹងបង្អែកចិនពឹងមុខមាត់ចិនលើនយោបាយការបរទេសដូច្នេះប្រសិនបើគាត់ប្ររព7មករាធំពេកស្មើនឹងគាត់ត្បកចិនយ៉ាងខ្លាំងមួយវិញទៀតកាលណាមានកូវីដមកដល់គាត់ក៏អាច
ប្រើកូវីដហ្នឹងក្នុងករណីនៃការបាត់បង់ព័ត៌មានមួយចំនួនជាព័ត៌មាននៃការចែកប្រយោជន៍ចិនហើយនិងយួននៅប្រទេសកម្ពុជាយើងឃើញហើយនៅកំពង់សោមមានការរៀបចំនៃការគ្រប់គ្រងបែបចិនដូចជាលោកជាសភារាលោកទាវវិញលោកគួយចម្រើនមនុស្សសំខាន់មួយចំនួនទៀតដែលជាមនុស្សមានឥទ្ធិពលណាស់នៅក្នុងការបែងចែកប្រយោជន៍នានាដីសមុទ្រនៅកំពង់សោមជាមួយនឹងចិនក៏ប៉ុន្តែគាត់មិនអាចផ្លេចប្រយោជន៍យួនទេពីព្រោះយួនគឺជាមិត្តចាស់គឺជាចៅហ្វាយចាស់មែនទែនទៅគឺជាអ្នកផ្ដល់អំណាចឲ្យគាត់ដូច្នេះគាត់អាចប្រើ COVID-19 នៅក្នុងន័យនៃការបិទបាំងព័ត៌មានមួយចំនួនដែលគាត់កំពុងតែជួយយួនឧទាហរណ៍យើងមកពិនិត្យមើលពិធីសារនៃខណ្ឌសីមានិងបង្គោលព្រំដែនមកដល់ពេលនេះអត់មានបង្ហាញខ្លឹមសារហ្នឹងទេចុះពិធីសារហ្នឹងហើយអត់បង្ហាញទាល់តែសោះនៅខ្លឹមសារថាយ៉ាងណាបង្គោលព្រំដែននិងខណ្ឌសីមានោះមួយទៀតនៅពេលដែលមានព័ត៌មាននៃ COVID-19 កាន់តែខ្លាំងនៅប្រទេសកម្ពុជាលោកហ៊ុនសែនយួនឡាវជំរុញផែនការអភិវឌ្ឍត្រីកោណនៅខេត្តរតនគិរីមណ្ឌលគិរីក្រចេះស្ទឹងត្រែងជាមួយនឹងខេត្តយួនហើយនឹងខេត្តឡាវយើងពិចារណាទៅមើលខេត្តខ្មែរ4ហ្នឹងមានពលរដ្ឋតែ50,000នាក់ទេខេត្តឡាវ4មានពលរដ្ឋឡាវតែ70,000នាក់ទេក៏ប៉ុន្តែខេត្តយួនរហូតដល់5ហ្នឹងមានពលរដ្ឋយួនរហូតដល់7លាននាក់ដូច្នេះប្រសិនបើពលរដ្ឋយួនមានសិទ្ធិចូលមកតំបន់ខេត្តនៃប្រទេសកម្ពុជាទាំង4ហ្នឹងតែ1លាននាក់គឺខ្មែរយើងដូចក្រោមការគ្រប់គ្រងរបស់យួនបាទអរគុណច្រើនលោកកំសុកបាទជាចុងក្រោយនេះសូមជូនពរលោកកំសុកសម្រាប់ឆ្នាំថ្មីជួបតែសេចក្តីសុខចម្រើនរុងរឿងទាំងកូនផងបាទអរគុណបាទអរគុណច្រើនលោកទីនសាការីយ៉ាដែលបានផ្ដល់ឱកាសឲ្យខ្ញុំនិយាយជាមួយវិទ្យុអាស៊ីសេរីក្នុងថ្ងៃដំបូងនៃការវិលត្រឡប់មកនិយាយជាមួយអ្នកសារព័ត៌មានឡើងវិញរបស់ខ្ញុំហើយជូនពរលោកទីនសាការីយ៉ាវិទ្យុអាស៊ីសេរីបុគ្គលិកវិទ្យុអាស៊ីសេរីអ្នកស្ដាប់វិទ្យុអាស៊ីសេរីនិងបងប្អូនខ្មែរទូទាំងពិភពលោកជាពិសេសនៅប្រជាណាចក្រកម្ពុជាបានកិច្ចផុតពីគ្រោះនានានៅក្នុងឆ្នាំថ្មីហើយសង្ឃឹមថានឹងវិលទៅកាន់ភាពប្រក្រតីមួយដែលយើងអាចតស៊ូដើម្បីស្វែងរកប្រជាធិបតេយ្យសម្រាប់ប្រទេសកម្ពុជាយើងឡើងវិញបានលោកនាងទើបបានស្ដាប់បទសម្ភាសន៍របស់លោកទីនសាការីយ៉ាអំពីលោកហ៊ុនសែនឆក់ឱកាសជំងឺ COVID-19 ដោះស្រាយបញ្ហាផ្ទៃក្នុងបកបាទសូមអរគុណបាទលោកនាងជាទីមេត្រីអ្នកវិភាគថាវិបត្តិនៃការរំលាយគណៈបកសង្គ្រោះជាតិនៅតែបន្តធ្វើឲ្យកម្ពុជាលំបាករាប់ឆ្នាំទៅមុខទៀតបាននៅតែគ្មានដំណោះស្រាយនយោបាយផ្ទៃក្នុងដើម្បីស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញបាទពីរដ្ឋធានីវ៉ាស៊ីនតោនលោកមួនណារ៉េតរាយការណ៍ព័ត៌មាននេះសហគមន៍អន្តរជាតិបានដាក់ទណ្ឌកម្មកម្ពុជាជាបន្តបន្ទាប់តាំងពីរបបក្រុងភ្នំពេញរំលាយគណៈបកសង្គ្រោះជាតិនឹងរៀបចំការបោះឆ្នោតដោយផាត់ចោលគណៈបកប្រឆាំងដែលមានអ្នកគាំទ្រពាក់កណ្ដាលប្រទេសនោះប្រទេសដែលឈានមុខគេនៅក្នុងការដាក់ទណ្ឌកម្មកម្ពុជាគឺសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបជាការព្រមានចំពោះការរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរសហរដ្ឋអាមេរិកចាប់ផ្ដើមទណ្ឌកម្មដោយផ្ដាច់ជំនួយទាំងអស់ដែលធ្លាប់ផ្ដល់ឲ្យកម្ពុជាទុកតែជំនួយមនុស្សធម៌មួយតែប៉ុណ្ណោះទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងកម្ពុជាចាប់ផ្ដើមរកាំរកូសតាំងតែពីពេលនោះមកកម្ពុជាក៏ចាប់ផ្ដើមបង្ហាញចំហងាកទៅរកប្រទេសចិនកាន់តែខ្លាំងការងាកទៅរកចិនខ្លាំងស្របពេលដែលកម្ពុជារងការរិះគន់ថាបានរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនេះត្រូវបានអ្នកឃ្លាំមើលសង្គមមើលឃើញថាជាការទប់ទល់នឹងទណ្ឌកម្មប្រទេសសេរីព្រោះកម្ពុជាមានអ្នកមិនព្រមស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញស្របពេលដែលកម្ពុជាងាកខ្លាំងទៅរកចិនអាមេរិកបន្តដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញមានមេកងអង្គរៈរបស់លោកហ៊ុនសែនគឺលោកហ៊ីងប៊ុនហៀងនៅពាក់កណ្ដាលឆ្នាំ2018មន្ត្រីយោធាជាន់ខ្ពស់លោកគុនគីមនិងឈ្មោះឈើដល់ល្បីស្និទ្ធនឹងលោកហ៊ុនសែនគឺលោកទ្រីភិបនៅចុងឆ្នាំ2019និងក្រុមហ៊ុនរបស់រដ្ឋចិនមួយឈ្មោះថា Union Development Group ឬក៏ UDG នៅកម្ពុជានៅខែកញ្ញាឆ្នាំ2020ជាងនេះទៅទៀតកាលពីខែវិច្ឆិកាកន្លងទៅនេះ
តំណាងរាស្ត្រអាមេរិក8រូប7រូបមកពីគណៈបកប្រជាធិបតេយ្យរួមគ្នាស្នើឲ្យរដ្ឋាភិបាលអាមេរិកដាក់ទណ្ឌកម្មបន្ថែមលើមន្ត្រីជាន់ខ្ពស់នៃរបបលោកហ៊ុនសែនដោយសារតែការបន្តគំរាមកំហែងនិងបង្ក្រាបសម្លេងប្រឆាំងនិងសកម្មជនឥតឈប់ឈរពួកគាត់ក៏ស្នើឲ្យពិនិត្យឡើងវិញលើប្រព័ន្ធការគ្រប់គ្រងទូទៅឬក៏ GSP ដោយសារតែបរិយាកាសកាន់តែអាក្រក់ផ្នែកសេរីភាពសហជីពនិងការងារអ្នកវិភាគគោលនយោបាយលោកបណ្ឌិតអៀសុផលថាឆ្នាំ2021នឹងគ្មានរឿងអ្វីល្អសម្រាប់កម្ពុជាក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងការទូតជាមួយនឹងសហគមន៍អន្តរជាតិនោះទេប្រសិនបើស្ថានភាពរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅតែមិនប្រសើរចំពោះទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអាមេរិកកម្ពុជានឹងប្រឈមនឹងប្រធានាធិបតីថ្មីរបស់អាមេរិកដែលជាមេដឹកនាំប្រទេសមហាអំណាចមួយដែលមិនត្រឹមតែយកចិត្តទុកដាក់នៅក្នុងការបញ្ឈប់ឥទ្ធិពលចិននោះទេគឺគាត់ជាអ្នកស្រឡាញ់ប្រជាធិបតេយ្យថែមទៀតផងលោកអៀសផលបន្ថែមថាកម្ពុជាបង្ហាញចំហងាកទៅរកចិនខ្លាំងជ្រុលមិនតែប៉ុណ្ណោះបើនិយាយអំពីប្រជាធិបតេយ្យវិញកម្ពុជាបាត់បង់វាទាំងស្រុងអស់ទៅហើយលោកប្រមានថាបើកម្ពុជានៅតែមិនស្ដារស្ថានភាពអាក្រក់នេះទេនោះនឹងអាចបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទូទៅឬក៏ GSP របស់សហរដ្ឋអាមេរិកថែមទៀតផងព្រោះតំណាងរាស្ត្រអាមេរិកទាំងពីរគណៈបកសុទ្ធតែមូលមាត់គ្នាទាមទារឲ្យកម្ពុជាស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញបញ្ហាលុះក្រោមឥទ្ធិពលចិននិងស្ថានភាពមិនល្អនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះអ្នកវិភាគឯករាជ្យលោកបណ្ឌិតឡាម៉ុងហៃក៏មិនមានជំនឿថាទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកនឹងបានប្រសើរឡើងវិញនោះដែរដរាបណាកម្ពុជានៅតែស្ថិតនៅក្រោមស្រមោលចិននិងមិនស្ដារប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឡើងវិញនោះទេតាំងតែពីរំលាយគណៈបកសង្គ្រោះជាតិរួចមកកម្ពុជារងគ្រោះផ្ទួនគ្នាអស់ពីទណ្ឌកម្មអាមេរិកចូលដល់ទណ្ឌកម្មសហភាពអឺរ៉ុបដែលកាលពីថ្ងៃទី12ខែសីហាសហភាពអឺរ៉ុបបានដកប្រព័ន្ធការអនុគ្រោះពន្ធ EBA 20% ដែលមានទំហំទឹកប្រាក់ជាង$1,200 លាននៅក្នុងមួយឆ្នាំ3ខែមុនទណ្ឌកម្មនេះសហភាពអឺរ៉ុបក៏បានដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីខ្មៅនៃក្រុមប្រទេសលាងលុយកខ្វក់ដែលបង្កការគំរាមកំហែងខ្លាំងដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបបន្ថែមទៅលើវិបត្តិនៃទណ្ឌកម្មជុំទិសពីសហគមន៍អន្តរជាតិនេះកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចយ៉ាងដំណំដែលសូម្បីតែប្រាក់ដើម្បីទិញវ៉ាក់សាំងការពារជំងឺ Covid-19 ក៏គ្មានផងគឺត្រូវប្រកាសរៃអង្គាសពីប្រជាពលរដ្ឋរបស់ខ្លួនទូទាំងប្រទេសជាងនេះទៅទៀតប្រាក់ប្រមាណ$2,000 លានដែលលោកហ៊ុនសែនអះអាងថាត្រៀមទុកដើម្បីជួយដោះស្រាយបញ្ហា Covid-19 ក៏មិនឃើញមានឃើញតែខ្ចីបុលបន្ថែមពីបរទេសនិងពឹងលើជំនួយមនុស្សធម៌ពីសហគមន៍អន្តរជាតិដើម្បីដោះទាល់មួយគ្រាក៏ប៉ុន្តែសូម្បីតែជំនួយមនុស្សធម៌ដែលកម្ពុជាត្រូវការបំផុតនេះក៏ជួបឧបសគ្គខ្លាំងដែរដោយសារតែប្រទេសលោកសេរីដូចជាសហរដ្ឋអាមេរិកសុទ្ធតែមានលក្ខខណ្ឌតម្រូវឲ្យកម្ពុជាស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញអ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គមលោកបណ្ឌិតសេងសារីថាបញ្ហាប្រឈមនេះសបញ្ជាក់ឲ្យឃើញតាមរយៈជំហររបស់លោកប្រធានាធិបតីអាមេរិកលោក Donald Trump និងលក្ខខណ្ឌរបស់តំណាងរាស្ត្រអាមេរិកទាំងពីរគណៈបកនៅក្នុងសេចក្តីព្រាងច្បាប់ថវិកាដែលមានខ្ទង់ជំនួយដល់កម្ពុជានោះឯងកន្លងមកអាមេរិកបានលើកឡើងច្រើនដងទាក់ទងទៅនឹងការរំលាយគណៈបកសង្គ្រោះជាតិដែលជាគណៈបកប្រឆាំងធំជាងគេនៅប្រទេសកម្ពុជាមិនត្រឹមតែប៉ុណ្ណោះទេអាមេរិកក៏ប្រើប្រាស់យន្តការ Magnitsky Act ដែរនៅក្នុងការធ្វើម៉េចទាញកម្ពុជាឲ្យត្រឡប់ចូលមកកន្លងប្រជាធិបតេយ្យក៏ប៉ុន្តែមកដល់ពេលនេះគឺកម្ពុជាមិនទាន់មានសញ្ញាណាមួយដែលនឹងត្រឡប់ងាកមកចូលកន្លងប្រជាធិបតេយ្យវិញនៅឡើយទេបាទអាស៊ីសេរីមិនអាចសុំការបំភ្លឺពីមន្ត្រីនាំពាក្យរដ្ឋាភិបាលលោកផៃស៊ីផានជំរឿងនេះបាននៅឡើយទេក៏ប៉ុន្តែលោកបានប្រាប់វិទ្យុសំឡេងសហរដ្ឋអាមេរិកកាលពីដើមសប្តាហ៍មុនថាកម្ពុជាអរគុណអាមេរិកបើទោះផ្ដល់ជំនួយអ្វីក៏ដោយដល់កម្ពុជាក៏ប៉ុន្តែលោកអះអាងថាកម្ពុជារក្សាសិទ្ធិរបស់ខ្លួនក្នុងការការពារអធិបតេយ្យនិងប្រយោជន៍ជាតិជាធំបើទោះបីជាលោកផៃស៊ីផានអះអាងអំពីភាពឯករាជ្យនិងអធិបតេយ្យរបស់កម្ពុជាយ៉ាងនេះក្តីក៏ពិភពលោកនៅតែមានមន្ទិលអំពីឥទ្ធិពលចិននៅកម្ពុជាជាពិសេសការសង្ស័យអំពីមូលដ្ឋានទ័ពចិននៅលើដីខ្មែរលោកបណ្ឌិតអៀសុផលថាសូម្បីតែសហគមន៍អាស៊ានក៏កំពុងតែធុញទ្រាន់នឹងឥទ្ធិពលចិននេះដែរអតីតរដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសរបស់ប្រទេសសិង្ហបុរីលោកប៊ីឡាហារីកៅស៊ីកានកាលពីខែតុលាឆ្នាំ2020លើកជាយោបល់ឲ្យប្រទេសអាស៊ានគួរគិតគូរបណ្ដេញកម្ពុជាចេញពីសមាជិករបស់អាស៊ានដើម្បីសង្គ្រោះអាស៊ានទាំងមូលពីឥទ្ធិពលចិនអតីតមន្ត្រីការទូតជាន់ខ្ពស់របស់ប្រទេសសិង្ហបុរីរូបនេះថាកម្ពុជាគ្មានភាពអព្យាក្រឹតនោះឡើយព្រោះសម្រេចអ្វីដោយឥទ្ធិពលបរទេស
បើតាមទស្សនៈរបស់អ្នកវិភាគគោលនយោបាយអ្នកវិភាគឯករាជ្យនិងអ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គមជំរឿនរបស់កម្ពុជាគឺមានតែស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញនិងឈប់ខ្ចីដង្ហើមចិនដកទើបកម្ពុជាអាចស្ដារទំនាក់ទំនងជាមួយនឹងពិភពលោកនិងអាចបញ្ជះទណ្ឌកម្មថ្មីបន្ថែមទៀតខ្ញុំបាទមុងណារ៉េត With you Azizari ប្រធានាទី Washingtonបានលោកនាងជាទីមេត្រីប្រជាប្រដ្ឋខ្មែរនៅក្រៅប្រទេសរួមមាននៅសហរដ្ឋអាមេរិកកាណាដានិងសហភាពអឺរ៉ុបជាដើមអះអាងថាបើទោះបីជាពួកគេនៅក្រៅប្រទេសក៏ដោយក៏តែងតែគិតគូរពីសុខទុក្ខរបស់ពលរដ្ឋខ្មែរនៅក្នុងប្រទេសតើប្រជាប្រដ្ឋខ្មែរនៅក្រៅប្រទេសមានក្តីប្រាថ្នាអ្វីខ្លះនៅក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល2021នេះបានពីរដ្ឋធានីវ៉ាស៊ីនតោនអ្នកស្រីម៉ៅសុធានីសូមរាយការណ៍ជូនពិស្ដារអំពីរឿងនេះដូចតទៅបដិជគុណ60វ៉ាន់បច្ច័យអធិការវត្តម៉ុងរ៉េអាល់ប្រទេសកាណាដាជូនពរឲ្យប្រជាប្រដ្ឋខ្មែរទាំងអស់ទាំងនៅក្នុងនិងក្រៅប្រទេសជៀសផុតពីការឆ្លងរាលដាលនៃជំងឺ Covid-19 ជាបន្ថែមពីនេះបដិជគុណស្នើសុំឲ្យមេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនយកចិត្តទុកដាក់ដល់ប្រជាប្រដ្ឋក្រីក្រឈប់រើសអើងគណៈបកនយោបាយនិងបញ្ឈប់ការចាប់ចងធ្វើបាបប្រជាប្រដ្ឋខ្លួនឯងនៅក្នុងឱកាសបុណ្យចូលឆ្នាំសកលជូនពរនឹងជាទេក៏បើអ្នកសាអាក្រក់ទៅធ្វើឲ្យជាតិជាប្រវត្តិវេទនាទៅឈប់សាអាក្រក់ហ្នឹងមួយហើយទី2បើអ្នកដែលមិនទាន់បានសាងល្អពេលខ្មែរក្រីក្រទុកលំបាកឲ្យជួយសង្គ្រោះឲ្យជួយដោះស្រាយជាពិសេសអ្នកទទួលខុសត្រូវអ្នកមានអំណាចទទួលខុសត្រូវទៅពិនិត្យមើលថារាជវេទនាបែបម៉េចខ្លះទៅជួយដោះស្រាយអានឹងទទួលខុសត្រូវពរថ្វាយបើប៉ុណ្ណឹងគឺថាអ្នកសាក្រក់ដែលឆ្លងសាក្រក់ទៅបាបជារាជខ្មែរហើយជាពិសេសអ្នកដឹកនាំឲ្យឈប់សាក្រក់ទៅលើជារាជចាប់ចងជារាជរបស់ខ្លួនតាមទំនើងចិត្តដោយអត់មានហេតុផលចិត្តទៅចាប់ចងទេគេចោទគេតាមផ្លូវនយោបាយហើយមិនអត់ទៅធ្វើទៅឲ្យឈប់ក្នុងអំឡុងឆ្នាំ2020កន្លងមកនេះស្ថានភាពនយោបាយនៅកម្ពុជាមានសភាពតានតឹងកាន់តែខ្លាំងឡើងដោយសមត្ថកិច្ចបានចាប់ខ្លួនមេសហជីពសកម្មជនបរិស្ថានសកម្មជនដីធ្លីនិងសកម្មជនបពប្រឆាំងជាង50នាក់ដាក់ពន្ធនាគារជាបន្ថែមពីនេះសមាជិកបពប្រឆាំងនិងអ្នកដែលមាននិន្នាការនយោបាយខុសពីបកកណ្ដាលអំណាចប្រមាណជា30នាក់ផ្សេងទៀតក៏ត្រូវបានជន់មួយក្រុមឆ្មក់វាយធ្វើបាបរងរបួសដោយប្រើដំបងដែកហើយដែលរហូតមកដល់ពេលនេះគឺអាជ្ញាធរនៅមិនទាន់រកឃើញនិងចាប់ខ្លួនជនល្មើសណាមួយមកផ្ដន្ទាទោសនៅឡើយជាប្រជាប្រដ្ឋខ្មែរម្នាក់រស់នៅប្រទេសស្វីសលោកឆេងកំថៃមានប្រសាសន៍ប្រាប់ប្រទេសសេរីថាលោកតែងតែតាមដានព័ត៌មានជាប់ជានិច្ចអំពីស្ថានភាពនយោបាយនៅកម្ពុជាជាពិសេសគឺប្រជាប្រដ្ឋក្រីក្រដែលធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃចាលោកប៉ងប្រាថ្នាចង់ឲ្យប្រជាប្រដ្ឋខ្មែរនៅកម្ពុជាមានសិទ្ធិសេរីភាពមានអាហារទទួលទានគ្រប់គ្រាន់និងរស់នៅជួបជុំក្រុមគ្រួសារប្រកបដោយសុភមង្គលខ្ញុំសូមបួងសួងឲ្យប្រជារាស្ត្រខ្មែរនិងប្រជារាស្ត្រទាំងអស់ក្នុងពិភពលោកនឹងមានសេចក្តីសុខសេចក្តីចម្រើនជាពិសេសមានយុត្តិធម៌រវាងគ្នានឹងការអត់ធន់រវាងគ្នាកុំប្រើអំពើហិង្សាចូលឆ្នាំថ្មីផ្លាស់ចិត្តថ្មីមានសេរីសួស្តីជ័យមង្គលគ្រប់គ្នាហើយទៅទីណាយើងសិតតែជាមិត្តជាភក្តិជាកូនជាបងជាប្អូនជាកូនជាចៅគ្រប់គ្នាទាំងអស់ចង់ឲ្យបងប្អូនខ្មែរយើងមានអីញ៉ាំគ្រប់គ្រាន់គ្រប់គ្នាដូចនៅប្រទេសគេអញ្ចឹងមានសិទ្ធិដូចគ្នាហើយសប្បាយរីករាយក្នុងការជីវិតក្នុងការរស់នៅជីវិតរស់នៅដ៏ថ្លៃថ្នូរអត់បៀតបៀនគ្នាកុំខឹងគ្នារឿងអីតូចតិចតួចនឹងយើងអធិស្ឋានកុំឲ្យហាឡើងកាប់ចាក់គ្នាអត់ល្អទេរបាយការណ៍របស់អង្គការសង្គមស៊ីវិលក្នុងស្រុកថ្មីនេះរកឃើញថាប្រជាប្រដ្ឋប្រមាណជា2លាន6សែននាក់បានជំពាក់ប្រាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហើយដែលសរុបទឹកប្រាក់មានជាង$10,000 លានអាមេរិកគិតត្រឹមចុងឆ្នាំ2019ចាប់ប្រាក់កម្ចីជាមធ្យមរបស់គ្រួសារនីមួយៗគឺមានទំហំជាទឹកប្រាក់ជិត$4,000
ចាបញ្ហាប្របំណុលនិងគ្មានការងារធ្វើនៅក្នុងស្រុកនេះហើយដែលជំរុញឲ្យប្រជាពលរដ្ឋប្រមាណជា2លាននាក់ធ្វើចំណាកស្រុកទាំងស្របច្បាប់និងខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃចាចំណែកឯបរដ្ឋខ្មែរអាមេរិករស់នៅក្នុងរដ្ឋ Virginia លោកយ៉ាប់កំតឹងក៏បានប្រាប់អសីសេរីផងដែរថាក្រៅតែពីបួងសួងសូមឲ្យប្រជាពលរដ្ឋខ្មែរទទួលបានសេចក្តីសុខគ្រប់គ្នាលោកចង់ឲ្យរដ្ឋាភិបាលកម្ពុជាងាកមកការគ្រប់សិទ្ធិមនុស្សហើយនិងលទ្ធិប្រជាធិបតេយ្យឡើងវិញហើយនឹងការចរចាគ្នាស្វែងរកដំណោះស្រាយនយោបាយជាមួយនឹងគណៈបក្សសង្គ្រោះជាតិដើម្បីស្ថិរភាពសេដ្ឋកិច្ចនិងសង្គមជាពិសេសចង់ឃើញរដ្ឋាភិបាលខ្មែរយើងគោរពកិច្ចការសញ្ញាអន្តរជាតិផ្សេងទៀតហើយព្រមទាំងរដ្ឋធម្មនុញ្ញដោយតាមសច្ចាប័នរបស់រដ្ឋាភិបាលចំពោះនឹងកិច្ចការសញ្ញាអន្តរជាតិផ្សេងៗហ្នឹងពីព្រោះខ្ញុំជឿថាបើថាគោរពអានឹងបានត្រឹមត្រូវទៅប្រជាជនយើងនឹងបានចម្រើនលូតលាស់ទៅថ្ងៃមុខចាស្រដៀងគ្នានេះដែរបរដ្ឋខ្មែរម្នាក់ទៀតរស់នៅឯប្រទេសបារាំងគឺលោកផ្កាអង់ដ្រេហ្វងមានប្រសាសន៍ថាទោះបីជាលោកមករស់នៅក្រៅប្រទេសជាង40ឆ្នាំក៏ដោយក៏លោកនៅតែគិតគូរនិងចង់ឲ្យប្រទេសជាតិជឿនលឿនដូចជាប្រទេសដទៃនៅក្នុងពិភពលោកផងដែរចាជាងនេះទៅទៀតលោកចង់ឲ្យភាគីខ្មែរគ្រប់និន្នាការនយោបាយទាំងអស់រួបរวมគ្នាកសាងប្រទេសជាតិដើម្បីលើកស្ទួយស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រក្នុងពេលចូលឆ្នាំសកលនេះខ្ញុំសូមជូនពរឲ្យជាប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាទាំងក្នុងស្រុកទាំងក្រៅស្រុកឲ្យមានសុខភាពល្អជាពិសេសក្នុងរយៈពេលនេះឲ្យជៀសផុតពីជំងឺ Coronavirus នេះហើយអ្នកដែលធ្វើការចំណាក់ស្រុកឲ្យគ្នាបានសុខសប្បាយឡើងវិញហើយឲ្យមានស្ថិរភាពនៅក្នុងការរស់នៅជាពិសេសមានការធ្វើឲ្យមានសេដ្ឋកិច្ចអាចរស់នៅបានឡើងវិញនេះហើយជាមួយគ្នានេះដែរខ្ញុំក៏សូមជូនពរថាក្នុងគោលដៅធ្វើម៉េចឲ្យខ្មែររួបរวมគ្នាដើម្បីឲ្យយើងចាប់ដៃគ្នាធ្វើការដើម្បីប្រយោជន៍ស្រុកខ្មែរយើងណាជាប្រទេសកម្ពុជារងការរិះគន់ជាខ្លាំងពីអង្គការសង្គមស៊ីវិលជាតិអន្តរជាតិហើយនិងអង្គការសហប្រជាជាតិជំវិញការរំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យប៉ុន្តែជារឿយៗមន្ត្រីរដ្ឋាភិបាលនៃគណៈបកកំពុងកាន់អំណាចតែងតែបដិសេធចំពោះការលើកឡើងទាំងនេះចាបញ្ហាទាំងនេះហើយដែលបង្ខំឲ្យសហគមន៍អឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA 20%បន្ថែមពីនេះកម្ពុជាក៏កំពុងជួបវិបត្តិធំជាបន្តបន្ទាប់នៅក្នុងឆ្នាំ2020នេះចាក្នុងនោះរួមមានវិបត្តិជំងឺរាតត្បាត COVID-19 ហើយដែលបណ្ដាលឲ្យកម្មកររោងចក្ររាប់ម៉ឺននាក់បាត់បង់ការងារហើយនិងវិបត្តិទឹកជំនន់ជាដើមចាអង្គការកម្មវិធីអភិវឌ្ឍសហប្រជាជាតិ UNDP កាលពីថ្ងៃទី8ខែតុលាកន្លងមកនេះក៏បានបញ្ចេញរបាយការណ៍ចុងក្រោយរកឃើញថាអត្រាពលរដ្ឋរស់នៅក្រោមបន្ទាត់ភាពក្រីក្រឬក៏ចំណាយតិចជាង$2ក្នុងមួយថ្ងៃនោះគឺអាចកើនឡើងដល់ជិត 18% ឬស្មើនឹងចំនួនពលរដ្ឋប្រមាណជិត3លាននាក់ចា៎នាងខ្ញុំមកសុធានីអាស៊ីសេរីពីរដ្ឋធានី Washingtonបានលោកនាងជាទីមេត្រីក្រុមគ្រួសារសាច់ញាតិសកម្មជនសង្គមនិងយុវជនបរិស្ថានរំពឹងថារដ្ឋាភិបាលនឹងផ្ដល់យុត្តិធម៌ដោះលែងសាច់ញាតិរបស់ពួកគេវិញនៅឆ្នាំ2021អាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួនសកម្មជនបកប្រឆាំងមួយចំនួនរួមទាំងប្រសង់យុវជននិងមន្ត្រីអង្គការសង្គមស៊ីវិលប្រមាណជាង50នាក់ពីបទរួមគំនិតក្បត់និងបទញុះញង់ដាក់ពន្ធនាគារព្រៃសរជាបន្តបន្ទាប់នៅក្នុងឆ្នាំ2020តើក្រុមគ្រួសារសាច់ញាតិសកម្មជនសង្គមទាំងនេះមានសំណុំពរអ្វីខ្លះបាទពីរដ្ឋធានីវ៉ាស៊ីនតោនអ្នកស្រីខែសនងរាយការណ៍ព័ត៌មាននេះក្រុមគ្រួសារសាច់ញាតិអ្នកកំពុងជាប់ឃុំអំពាវនាវឲ្យតុលាការក្រុងភ្នំពេញដោះលែងសាច់ញាតិពួកគេឲ្យមានសិទ្ធិសេរីភាពឡើងវិញដើម្បីបានជួបជុំក្រុមគ្រួសារនិងរកចំណូលផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃប្រពន្ធយុវជនថនរដ្ឋាដែលជាសកម្មជនបរិស្ថានគឺលោកស្រីប៉ាត់រស្មីថ្លែងទាំងក្តុកក្តួលថាប្តីលោកស្រីជាមេគ្រួសាររ៉ាប់រងដោះស្រាយជីវភាពគ្រួសារ
កំពុងជាប់ពន្ធនាគារដោយអយុត្តិធម៌បានធ្វើឲ្យលោកស្រីជួបការលំបាកយ៉ាងខ្លាំងលោកស្រីថាកន្លងមកលោកស្រីបានត្រៀមចិត្តដែរព្រោះអ្នកដែលហ៊ានរិះគន់ពីការបំផ្លិចបំផ្លាញបរិស្ថាននិងធនធានធម្មជាតិតែងតែរងការធ្វើទុកបុកម្នេញដោយសារតែការបំពេញការងាររបស់ខ្លួនប៉ុន្តែយ៉ាងណាលោកស្រីយល់ច្បាស់ថាប្តីលោកស្រីគ្មានកំហុសដោយការចោទប្រកាន់ទេគឺគ្រាន់តែប្រើប្រាស់សិទ្ធិក្នុងនាមជាពលរដ្ឋល្អប៉ុណ្ណោះខ្ញុំឃើញអ្នកដែលបំផ្លាញបរិស្ថានគឺពួកគាត់រស់នៅយ៉ាងសុខស្រួលមានលុយចាយពេញដៃតែអ្នកដែលការពារបរិស្ថានគឺឃើញតែចាប់ចងចាប់ដាក់គុកមានការគំរាមកំហែងទីនេះទីនោះរហូតអញ្ចឹងបងបើសិនជាតុលាការគាត់ធ្វើការតាមច្បាប់ខ្ញុំសង្ឃឹមថាពួកគាត់នឹងឆាប់បានចេញអាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួនសកម្មជនបរិស្ថានលោកថនរដ្ឋានិងយុវជន2នាក់ទៀតគឺកញ្ញាឡុងគុន្ធានិងកញ្ញាភួនកៅរស្មីកាលពីដើមខែកញ្ញាឆ្នាំ2020កន្លងទៅតុលាការបានចោទប្រកាន់ពួកគេពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដែលប្រឈមទៅនឹងការជាប់ពន្ធនាគាររហូតដល់2ឆ្នាំការចាប់ខ្លួននិងការចោទប្រកាន់យុវជនទាំង3នាក់នេះកើតមានឡើងក្រោយពីកញ្ញាឡុងគុន្ធាបានប្រកាសថានាងនឹងស្លៀកពាក់សដើរពីរមណីយដ្ឋានវត្តភ្នំឆ្ពោះទៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្បែរវិមានឯករាជ្យដើម្បីស្នើសុំជួបផ្ទាល់ជាមួយលោកហ៊ុនសែននិយាយអំពីរឿងការលុបបង្កតមុកនៅជ័យរាជធានីភ្នំពេញយុវជនថនរដ្ឋានិងយុវជនបរិស្ថានមួយចំនួនទៀតធ្លាប់ធ្វើធម្មយាត្រាដោយថ្មើរជើងពីភ្នំពេញទៅក្រុងព្រះសីហនុដើម្បីទាមទារឲ្យអាជ្ញាធរគោរពពាក្យសន្យាចុះវាយគំទេចកាស៊ីណូខុសច្បាប់មួយកន្លែងនៅកោះរ៉ុងសន្លឹមនិងធ្វើយុទ្ធនាការជិះកង់ពីខេត្តកោះកុងទៅរាជធានីភ្នំពេញដើម្បីទាមទារឲ្យអាជ្ញាធរដាក់កោះកុងក្រៅជាតំបន់ការពារធម្មជាតិយុទ្ធនាការការពារបរិស្ថានទាំងនោះតែងរងការរំខានឬយាយីពីអាជ្ញាធរមូលដ្ឋានហើយក្រសួងបរិស្ថានបានចោទពួកគេថាធ្វើសកម្មភាពក្នុងទិសដៅនយោបាយទុច្ចរិតងាកមកសាច់ញាតិសកម្មជនទាមទារយុត្តិធម៌សង្គមវិញម្ដាយសមាជិកក្រុមយុវជនខ្មែរថាវរៈលោកហ៊ុនវណ្ណៈគឺលោកស្រីទីម៉ារីមានប្រសាសន៍ថាលោកស្រីពិបាកចិត្តនឹងព្រួយបារម្ភពីកូនដែលបន្តជាប់ឃុំនៅក្នុងពន្ធនាគារដោយគ្មានការកាត់សេចក្តីនៅឡើយលោកស្រីបន្តថាថ្មីបើកូនជាប់ពន្ធនាគារជាច្រើនខែរហូតមកដល់ពេលនេះព្រោះតែទាមទារឲ្យតុលាការដោះលែងលោករងឈុនគឺលោកស្រីយល់ថាកូនបានប្រើប្រាស់សិទ្ធិដ៏ត្រឹមត្រូវមិនបានរំលោភច្បាប់នោះទេលោកស្រីសង្ឃឹមថាតុលាការនិងរដ្ឋាភិបាលពិចារណាដោះលែងយុវជនសកម្មទាំងអស់ឲ្យមានសិទ្ធិសេរីភាពបាននៅក្រៅឃុំវិញនៅឆ្នាំ2021នេះយើងចេះសង្ឃឹមធ្វើអីក៏ដោយបើយើងមិនសង្ឃឹមវាមិនអាចទៅមុខរួចទេយើងប៉ងប្រាថ្នាអីក៏ដោយយើងចេះសង្ឃឹមបើយើងមានកម្លាំងចិត្តទៅមុខទៀតអញ្ចឹងណានឹងសូមឲ្យរាជរដ្ឋាភិបាលនឹងមេត្តាជួយដោះស្រាយរឿងកូនធ្វើនឹងមិនមែនថាជារឿងអីខុសច្បាប់ទេជាសិទ្ធិចេញមតិហើយនឹងមានសិទ្ធិសូមដោះលែងលោករងឈុននោះវាមិនមែនទៅជាអីទេនេះជាសិទ្ធិសេរីភាពរបស់យុវជនគ្រប់រូបដែលមានឧត្តមគតិជួយសង្គមកាលពីថ្ងៃទី30ខែធ្នូសាលាដំបងរាជធានីភ្នំពេញបានបញ្ជូនសកម្មជនសង្គមបរិស្ថាននិងព្រំដែនមានដូចជាយុវជនហ៊ុនវណ្ណៈអ្នកនាងឈឿនដារាវីលោកមានព្រំមនីនិងលោកមួងសុភ័ក្រទៅចូលរួមសវនាការជំនុំជម្រះពីបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមប៉ុន្តែចៅក្រមមិនទាន់បានកាត់ក្តីផងក៏ស្រាប់តែសម្រេចផ្អាកសវនាការវិញដោយមិនកំណត់រយៈពេលអាជ្ញាធរបានចាប់ខ្លួនយុវជនខ្មែរថាវរៈចំនួន5រូបគឺលោកហ៊ុនវណ្ណៈអ្នកនាងឈឿនដារាវីកញ្ញាអេងម៉ាឡៃហៅសូមេតាប្រដីប្រគុណកើតសារាយនិងលោកថាឡាវីដាក់ពន្ធនាគារព្រៃសរដោយចោទប្រកាន់ពួកគេពីបទញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមដូចគ្នាការចាប់ខ្លួននេះក្រោយពេលពួកគេបានធ្វើសកម្មភាពតវ៉ាទាមទារឲ្យដោះលែងតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានិងជាប្រធានសហភាពសហជីពកម្ពុជាលោករងឈុននៅខាងមុខតុលាការក្រុងភ្នំពេញម្ដាយអ្នកនាងឈឿនដារាវីគឺលោកស្រីថាច់ធីតាជំរុញឲ្យតុលាការបើកការស៊ើបអង្កេតសំណុំរឿងកូនស្រីឲ្យបានច្បាស់លាស់និងជំនុំជម្រះក្តីឲ្យបានឆាប់ដើម្បីផ្ដល់យុត្តិធម៌ដល់កូនស្រីលោកស្រីថាកូនស្រីគាត់គឺជាយុវជនដែលស្រឡាញ់ទឹកដីមាតុភូមិនិងស្រឡាញ់យុត្តិធម៌នៅក្នុងសង្គមមិនបានប្រព្រឹត្តបទល្មើសបង្កឲ្យប៉ះពាល់ដល់សន្តិសុខសង្គមទេមិនគួរនាងទទួលបានលទ្ធផលជាប់ពន្ធនាគារទាំងវ័យក្មេង សំណូមពរឲ្យរដ្ឋាភិបាលលោកពិនិត្យឡើងវិញទៅខ្ញុំគាត់នៅក្មេងចង់បាន
បានសិទ្ធិសេរីភាពហើយនឹងស្រឡាញ់បុគ្គលដែលគេគិតថាស្អាតស្អំស្រឡាញ់ធម្មជាតិបរិស្ថានអានោះវាមិនមែនជាចំណុចដែលធ្វើឲ្យប្រទេសជាតិយើងខូចខាតទេក្នុងសំណុំរឿងដូចគ្នានេះដែរប្អូនស្រីរបស់កញ្ញាអេងម៉ាឡៃហៅសូមេតាគឺកញ្ញាអេងវ៉ាន់ឌីថ្លែងថាបងស្រីនាងគឺជាបង្គោលគ្រួសារក្នុងការរកចំណូលបង់ឈ្នួលផ្ទះដោះបំណុលធនាគារនិងចំណាយថ្លៃព្យាបាលជំងឺប្រចាំកាយរបស់ឪពុកជារៀងរាល់ខែស្របពេលដែលថៅកែបញ្ឈប់នាងពីការងារហើយរវល់ទៅសួរសុខទុក្ខបងស្រីនៅពន្ធនាគារវ៉ាន់ឌីសង្ឃឹមថាតុលាការនឹងពិចារណាដោះលែងបងស្រីរួមទាំងអ្នកទោសឈឺឆ្អាលបញ្ហាសង្គមទាំងអស់ឲ្យមានសិទ្ធិសេរីភាពឡើងវិញនៅពេលឆាប់នេះគាត់ជាមេគ្រួសារដែលរឹងមាំចំហពួកខ្ញុំបើអត់ពីគាត់ទេពួកខ្ញុំអាចនឹងពិបាកទៅថ្ងៃមុខមិនថាថ្ងៃមុខឥឡូវក៏លំបាកដែរចឹងហើយខ្ញុំសូមឲ្យដោះលែងគាត់ឲ្យមានសេរីភាពចូលឆ្នាំថ្មីនេះឲ្យជួបជុំគ្រួសារមកវិញជួបជុំបងប្អូនចឹងកាលពីពាក់កណ្ដាលខែធ្នូឆ្នាំ2020យុវតីជាប់ឃុំ2នាក់គឺកញ្ញាសូមេតានិងអ្នកនាងឈឿនដារាវីត្រូវបានក្រុមអ្នកជាប់ឃុំព្រួតវាយធ្វើបាបនៅពេលដែលអ្នកទាំងពីរនិងស្ត្រីជាប់ឃុំ2នាក់ទៀតនាំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី72ដោយបង្អត់អាហារខ្លួនឯងនៅក្នុងពន្ធនាគារដើម្បីទាមទារឲ្យបញ្ឈប់ការរំលោភបំពានសិទ្ធិមនុស្សទាំងក្នុងនិងខាងក្រៅពន្ធនាគារកាលពីថ្ងៃទី2ដល់ថ្ងៃទី15ខែធ្នូចាប់តាំងពីថ្ងៃដំបូងអនុរិយពន្ធនាគារព្យាយាមបង្ខំឲ្យអ្នកទាំង4បោះបង់ការបង្អត់អាហារនោះប៉ុន្តែមិនបានសម្រេចដោយអ្នកទាំង4មិនយល់ព្រមកញ្ញាអេងវ៉ាន់ឌីប្អូនស្រីកញ្ញាសូមេតាអះអាងថានៅថ្ងៃទី6ខែធ្នូក៏ស្រាប់តែមានក្រុមអ្នកជាប់ឃុំជាច្រើនអ្នកព្រួតវាយធ្វើបាបកញ្ញាសូមេតានិងអ្នកនាងឈឿនដារាវីទ្រោមខ្លួនសំណុំរឿងចាប់ខ្លួនអ្នកទោសមនសិការនិងការធ្វើទុកបុកម្នេញសម្លេងប្រឆាំងនេះប្រទេសប្រជាធិបតេយ្យសង្គមស៊ីវិលជាតិអន្តរជាតិនិងក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានស្នើយ៉ាងទទូចឲ្យរបបលោកហ៊ុនសែនដោះលែងពួកគេហើយងាកមកគោរពសិទ្ធិពលរដ្ឋវិញព្រោះមានតែធ្វើបែបនេះទើបកម្ពុជាអាចជៀសផុតពីទណ្ឌកម្មរបស់សហគមន៍អន្តរជាតិក្រុមគ្រួសារសាច់ញាតិសកម្មជនសង្គមនិងយុវជនបរិស្ថានរំពឹងថាប្រសិនបើមានការសម្របសម្រួលនយោបាយក្នុងប្រទេសហើយរដ្ឋាភិបាលចង់កែលម្អស្ថានភាពសិទ្ធិមនុស្សនោះរដ្ឋាភិបាលនឹងពិចារណាផ្ដល់យុត្តិធម៌ដោះលែងអ្នកជាប់ឃុំទាំងនោះវិញនៅឆ្នាំ2021នេះចា៎នាងខ្ញុំខែសុណងអាស៊ីសេរីរាយការណ៍ពីរដ្ឋធានី Washington